មកមហូបខត្រីហ្នឹងគឺគ្រូសានឹងខ្ញុំចូលចិត្តខ្លាំងជាងគេតែម្ដងឲ្យតែគាត់បានត្រីបបកមកគឺថាតែងតែធ្វើខជាមួយនឹងក្បាលត្រីនឹងរហូតដោយសារតែខហ្នឹងគឺងាយស្រួលធ្វើចាហើយយើងធ្វើឆាប់បានញ៉ាំទៀតមិនចាំបាច់ដូចខសាច់ជ្រូកចាយើងរងាស់វាមួយថ្ងៃអីបានថាឆ្ងាញ់បងប្អូនតែខត្រីអត់ទេយើងធ្វើរងាស់តែប្រហែលជា1ម៉ោង2ម៉ោងហ្នឹងគឺយើងបានហូបហើយឲ្យតែយើងផ្សំគ្រឿងត្រូវគឺថារសជាតិចេញមកឆ្ងាញ់តែម្ដងធ្វើខលើកមុនអត់ដែលបានថតទេប៉ុន្តែម្ដងនេះសុំគ្រូសាចូលចក្រានម្ដងហើយក៏បញ្ចេញស្នាដៃខប៉ុន្តែខហ្នឹងសួរគ្រូសាដែរថាដាក់អីខ្លះចានិយាយទៅបើខសាច់ជ្រូកអីអាចនឹងចេះប៉ុន្តែដល់ពេលខត្រីហ្នឹងរៀងអត់សូវចេះព្រោះខ្លាចដាក់អានេះមុនដាក់អានោះមុនទៅខុសចឹងណាបងប្អូនចឹងតើនៅសួរគ្រូសាដោយសារតែគាត់ខញឹកជាងនាងខ្ញុំចំពោះត្រីដែលយកមកខហ្នឹងគឺបានទៅបបកនៅខាងបឹងទលេសាបរៀងទិលកាលពីថ្ងៃទី2ប៉ុន្តែថ្ងៃទី4បាននាងខ្ញុំបានថតឲ្យបានធ្វើត្រីនឹងខនឹងចឹងហ៎បងប្អូនចំពោះខ្លួនត្រីហ្នឹងចាគឺគ្រូសានាងខ្ញុំគាត់សកាស្អាតឲ្យគាត់កាត់ក្បាលចាខ្លួនហ្នឹងគាត់ផ្លះដើម្បីប្រឡាក់ហាលងៀតទៅចំពោះក្បាលហើយនឹងពោះវៀនវាហ្នឹងគឺគ្រូសានាងខ្ញុំយកមកខនឹងឯងយើងសកាក្បាលនឹងស្អាតហើយយើងកាត់សកៃកាត់អីចឹងទៅហើយពុះក្បាលនឹងជា2ទៅហើយចំពោះគ្រឿងក្នុងរបស់វាគឺដកយកប្រមាត់ហើយយើងកោសយកខ្លាញ់ចេញហើយរបៀបខដោយបងប្អូនឃើញអញ្ចឹងគឺនេះខ្ញុំដាក់ឆ្នាំងមករៀងបើកភ្លើងរឹមហើយក៏ធ្វើការដាក់ស្ករត្នោតមកល្មមហើយយើងលីងស្ករនឹងឲ្យឡើងក្រហមចាលីងស្ករក្រហមហើយបានយើងចាក់ក្បាលត្រីនឹងចូលចាក់ហើយយើងធ្វើការច្របល់ក្បាលត្រីនឹងចុះឡើងទៅដើម្បីឲ្យវាចូលជាតិជាមួយនឹងស្ករហើយច្របល់ហើយយើងគ្របទុកវា5នាទីបន្ទាប់មកឃើញថាបើកមកនេះវាមានជាតិទឹកហ្នឹងចាទឹកវាចេញពីត្រីឯងបងប្អូនយើងមិនចាំបាច់ថែមទឹកទេចាបន្ទាប់ពីច្របល់ហើយចាគឺនេះខ្ញុំចាប់ផ្ដើមគ្របគម្របម្ដងទៀតចាបន្ទាប់ពីគ្របគម្របហើយឃើញថាត្រីវាឆ្អិនអញ្ចឹងយើងដាក់គ្រឿងតែម្ដងទៅគឺមានទឹកត្រីមានអំបិលស៊ុបចាមានជាមួយនឹងប៊ីចេងចាហើយនាងខ្ញុំក៏លួចបន្ថែមជាមួយនឹងស្ករសបន្តិចដែរចាដាក់គ្រឿងទាំងអស់នឹងហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងនេះបងប្អូនមើមខ្ទឹមសនិងម្ទេសអញ្ចឹងទៅចាដាក់រួយរាល់ហើយធ្វើការច្របល់វាចុះឡើងទៅដើម្បីឲ្យគ្រឿងហាញត្រីនឹងវាចូលជាតិគ្នាហើយក៏ធ្វើការគ្របត្រីនឹងចាប្រហែលជា5នាទីទៀតចាបន្ទាប់ពីគ្របហើយឃើញថាត្រីរៀងឆ្អិនមកល្មមអញ្ចឹងនេះខ្ញុំបង់ជាមួយនឹងស្លឹកក្រូចសើចក៏ដូចជារំដេងចូលតែម្ដងទៅហើយយើងធ្វើការគ្របវាប្រហែលជា10នាទីនៅពេលដែលត្រីរៀងឆ្អិនហើយចានេះខ្ញុំដាក់បន្ថែមប៉េងប៉ោះតែម្ដងប៉េងប៉ោះហ្នឹងយើងដាក់ក្រោយគេបងប្អូនហើយបើសិនជាបងប្អូនចូលចិត្តពងទាចាបងប្អូនស្ងោរពងទាហើយយើងបកដាក់នៅក្នុងខនឹងទៀតទៅគឺរសជាតិកាន់តែឆ្ងាញ់ហើយប៉ុន្តែថ្ងៃហ្នឹងធ្វើរៀងយប់ហើយទៅរកទិញពងទាគឺគេបិទតូបដល់ពេលអញ្ចឹងទៅបានតែប៉េងប៉ោះនៅក្នុងទូមានស្រាប់ទេបងប្អូនអញ្ចឹងក៏អត់បានដាក់ពងទាអញ្ចឹងណាហើយចំពោះវិធីធ្វើមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ